បញ្ហាសម្រាប់ធ្នាប់ដែលគោលការណ៍ដែលខ្ញុំធ្វើមុនដំបូងខ្ញុំធ្វើជា3ខ្សែខ្សែទី1ខ្សែសហព័ន្ធរុស្ស៊ីផ្លូវអន្តរជាតិកាលនេះនៅពលានយន្តហោះយើងពូជហោះពូជតុងខ្សែទី2ខ្សែចោមចៅជាខ្សែមួយគេហៅថាផ្លូវចោមចៅហើយយើងបើកវងកញ្ចក់គេហៅថាផ្លូវវែងស្រេងហើយខ្សែទី3គឺខ្សែផ្លូវឈ្នះផ្លូវឈ្នះដែលយើងជាមុខមាត់ប្រទេសជាតិយើងមួយសម្រាប់អន្តរជាតិកាលហ្នឹងយើងចេញពីផ្លូវសហព័ន្ធរុស្ស៊ីមកចេញពីពលានយន្តហោះមកទៅផ្លូវឈ្នះបុកទៅកំពង់សោមតែម្ដងអានេះក៏ទិសដៅហើយមួយថែមួយទៀតផ្លូវជាតិលេខ3អញ្ចឹងពេលមានបញ្ហាផ្លូវ4ខ្សែនេះដែលជាអតិភិបដែលខ្ញុំត្រូវចាប់ផ្ដើមរៀបចំបាទអភិបាលប៉ាងលីដាអភិបាលរងខណ្ឌពោធិ៍សែនជ័យហើយត្រូវជាថ្ងៃទី25ខែ11ឆ្នាំ2025ចាប់អារម្មណ៍ខ្លាំងពីខែមករាឆ្នាំ2025មកមានគោលការណ៍ច្បាស់លាស់សម្រាប់ឲ្យរាជធានីភ្នំពេញយើងហើយសាលារាជធានីភ្នំពេញអាយដាមខួងសេងក៏ជំរុញការងារនេះដើម្បីឲ្យអាយដាមខួងសេងក៏ជំរុញការងារដល់សាលាខណ្ឌដើម្បីឲ្យក្រុមការងារយើងពីរឿងបញ្ហាសណ្ដាប់ធ្នាប់ខ្ញុំសូមជម្រាបថាខ្ញុំចែកចេញជា2ខ្ញុំចែកចេញជា1ខ្ញុំនិយាយពីរឿងបញ្ហាសណ្ដាប់ធ្នាប់ទី2ខ្ញុំនិយាយបញ្ហាលូបលាយនេះបញ្ហាសណ្ដាប់ធ្នាប់ដែលគោលការណ៍ដែលខ្ញុំធ្វើមុនដំបូងខ្ញុំធ្វើជា3ខ្សែខ្សែទី1ខ្សែសហព័ន្ធរុស្ស៊ីផ្លូវអន្តរជាតិកាលនេះនៅពលានយន្តហោះយើងពូជហោះពូជតុងខ្សែទី2ខ្សែចោមចៅជាខ្សែមួយគេហៅថាផ្លូវចោមចៅហើយយើងបើកវងកញ្ចក់គេហៅថាផ្លូវវែងស្រេងហើយខ្សែទី3គឺខ្សែផ្លូវឈ្នះផ្លូវឈ្នះដែលយើងជាមុខមាត់ប្រទេសជាតិយើងមួយសម្រាប់អន្តរជាតិកាលហ្នឹងយើងចេញពីផ្លូវសហព័ន្ធរុស្ស៊ីមកចេញពីពលានយន្តហោះមកទៅផ្លូវឈ្នះបុកទៅកំពង់សោមតែម្ដងអានេះក៏ទិសដៅហើយមួយថែមួយទៀតផ្លូវជាតិលេខ3អញ្ចឹងពេលមានបញ្ហាផ្លូវ4ខ្សែនេះដែលជាអតិភិបដែលខ្ញុំត្រូវចាប់ផ្ដើមរៀបចំវាមានបញ្ហាយើងខ្ញុំគិតថាមុនដំបូងខ្ញុំប្រជុំជាមួយគណៈអភិបាលខណ្ឌពោធិ៍សែនជ័យខ្ញុំថាផ្លូវ4នេះយើងត្រូវរៀបចំដោះសម្រាប់ផ្លូវអតិភិបយើងប្រើពាក្យផ្លូវណាក៏វាស្ទះផ្លូវណាក៏វាមនុស្សច្រើនដូចតែគ្នាទេប៉ុន្តែគាត់ថាផ្លូវអតិភិបដែលយើងចាប់ផ្ដើមដើរមុនគេគឺយក4ខ្សែហ្នឹងអញ្ចឹងពេលដែលចាប់ផ្ដើមធ្វើយើងត្រូវចាប់ផ្ដើមធ្វើនៅក្នុងការរៀបចំសណ្ដាប់ធ្នាប់នេះខ្ញុំជឿថាប្រជាពលរដ្ឋយើងកំណើនកាន់តែខ្ពស់កំណើនប្រជាពលរដ្ឋកាន់តែខ្ពស់ចំណតរថយន្តឡានម៉ូតូក៏កាន់តែកើនឡើងដែរអញ្ចឹងបញ្ហាវាកើតដែរវាត្រូវកើតប៉ុន្តែពេលដែលកើតបញ្ហាមករឿងទាំងអស់ហ្នឹងយើងត្រូវដាក់លើតុយើងត្រូវដោះស្រាយជាមួយគ្នាអាជ្ញាធរមូលដ្ឋានត្រូវចេញមុខមុនគេក្នុងការដោះស្រាយរឿងបញ្ហាទាំងអស់ហ្នឹងអញ្ចឹងចេញមុខមកធ្វើមិនក្រោយពីខ្ញុំបានគោលការណ៍ពីអាយដាមខួងសេងអភិបាលរាជធានីភ្នំពេញដើម្បីចុះឲ្យពួកខ្ញុំរៀបចំហើយសាលាខណ្ឌពោធិ៍សែនជ័យលោកអភិបាលខណ្ឌទាំងហែមដរិតលោកហែមដរិតដែលទៅធ្វើអភិបាលរងក្រុងនិងលោកសក់កញ្ញរិទ្ធដែលមកជំនួសលោកហែមដរិតហ្នឹងគោលប្រជុំគោលការណ៍ប្រជុំគ្នាត្រូវធ្វើយ៉ាងម៉េចអញ្ចឹងមុនដំបូងយើងឯកភាពគ្នាជារួមជាគណៈបញ្ជាការឯកភាពហើយទី1ទី2ខ្ញុំធ្វើសេចក្តីជូនដល់ហ្នឹងជូនប្រជាពលរដ្ឋគ្រប់ទាំងអស់ផ្លូវទាំង4ខ្សែហ្នឹងចែកគ្រប់ទាំងអស់ពេលចុះទៅអនុវត្តខ្ញុំជឿថាពេលដែលខ្ញុំចុះអនុវត្តខ្ញុំចូលបានន័យថាជើងខ្ញុំចូលក្នុងទឹកហើយវាត្រូវតែសទឹកហើយត្រូវសទឹកខោទៅសទឹកអាវត្រូវតែសទឹកប៉ុន្តែការសទឹករបស់ខ្ញុំហ្នឹងត្រូវឲ្យបានទទួលផលមកវិញគឺស្អាតអញ្ចឹងនៅស្អាតនៅកន្លែងណាពេលដែលខ្ញុំចុះអនុវត្តខ្ញុំមកចុះទៅតែឯងទេខ្ញុំមានក្រុមគណៈបញ្ជាការឯកភាពមានដែនដីកន្លែងណាត្រូវបាញ់ត្រូវគូសឲ្យគាត់ដឹងថាដីគាត់មានទំហំតែប៉ុណ្ណេះទេអញ្ចឹងផ្លូវរបស់ខ្ញុំមានទំហំប្រវែងណាខ្ញុំបានកំណត់ឲ្យគាត់បាញ់គំនុកឲ្យគាត់រួចហើយទុករយៈពេលឲ្យគាត់ឧទាហរណ៍ជួនកាលទៅគាត់ទទួលបានលិខិតអញ្ជើញលិខិតជូនតំណែងបានរយៈពេលខ្លីគេ2ថ្ងៃ3ថ្ងៃក៏ខ្ញុំអត់ដែរទុកលទ្ធភាពឲ្យគាត់ដោះស្រាយខ្លួនគាត់ជាគ្រួសារអញ្ចឹងពេលដែលយើងបញ្យល់ឲ្យគាត់រួចអស់ទៅគាត់យល់គាត់ឯកភាពនៅកន្លែងណាឯកភាពនៅពេលដែលចិត្តរបស់យើងនេះយើងធ្វើនឹងមិនមែនធ្វើសម្រាប់តែមេភូមិធ្វើសម្រាប់តែចៅសង្កាត់ឬក៏សម្រាប់តែអ្នកណាមួយគឺអត់ទេយើងបង្ហាញពីបេះដូងយើងថាយើងធ្វើសម្រាប់ផ្លូវនឹងប្រជាពលរដ្ឋយើងទាំងអស់គ្នាសម្រាប់ចរាចរណ៍យើងទាំងអស់គ្នាហើយទី3សម្រាប់មុខមាត់ប្រទេសយើងរបស់គ្នាអាកន្លែងហ្នឹងឯងដែលខ្ញុំប្រើភាសាមួយសម្អាតមុខផ្ទះយើងសម្អាតផ្ទះយើងហើយសម្អាតផ្លូវយើងនិងសម្អាតបន្លាយយើងអញ្ចឹងបើយើងម្នាក់ផ្ទះហ្នឹងសម្អាតម្ដង4ម៉ែត្រតាម100គ្រួសារឡើងបាន4ម៉ែត្រគុណនឹង100វាឡើង4000ជិត4នេះការ៉េអញ្ចឹងបើអញ្ចឹងមួយខ្សែនោះទៅអស់អាលីងអញ្ចឹងនៅសល់តែមួយផ្ទះពីរផ្ទះយើងគាត់អត់អនុវត្តយើងចាប់ផ្ដើមយកច្បាប់សានិកឬច្បាប់ភូមិបាលមួយមកយើងមិនអាចគេ99% ហើយនៅសល់មួយយើងទុកនៅហ្នឹងអា99គេអត់សុខចិត្តមួយខ្ញុំទេយើងត្រូវបញ្យល់ហើយចុងក្រោយត្រូវអនុវត្តច្បាប់អានេះចំពោះផ្លូវទាំងអស់ផ្លូវទាំងអស់នេះដែលខ្ញុំមកដល់ស្មានហ្នឹងខ្ញុំចាប់អារម្មណ៍ខ្លាំងជាងគេគឺប្រជាពលរដ្ឋលោកចូលរួមមកដល់ឥឡូវស្មាននេះខ្ញុំឃើញតាំងបលាយតាំងលូតាំងស្ដាប់ធ្នាប់ពិសេសស្ដាប់ធ្នាប់នេះ
ស្ដាប់ធ្នោខ្ញុំចាប់អារម្មណ៍នៅកន្លែងណាខ្ញុំចាប់អារម្មណ៍ពេលដែលខ្ញុំចូលទៅរៀបចំនៅផ្សារកាលណានិយាយពីផ្សារមនុស្សពីច្រើនហើយមិនដែរផ្សារណាតែកាលណាផ្សារតិចវាអត់លុបទេតែផ្សារច្រើនបានផ្សារហ្នឹងគេមានគេឈ្មោះលក់ដាច់ជាអាជីវករលក់ដាច់ប៉ុន្តែពេលដែលចូលទៅមុនដំបូងវាពិបាកមែននេះគេហៅផ្សារព្រៃទាផ្សារទួបារោទៅគឺមនុស្សច្រើនណាស់បើនិយាយពីមនុស្សវិញបងចាំតែអ៊ុតម៉ោងមិន10កន្លះមិន10ជាងថាមនុស្សប្រហែលអ្នកមិនតូចជាង 20000 នាក់ឯងចេញមួយសារមិនតូចជាង 20000 នាក់ចេញមួយសារអញ្ចឹងអាចចេញរួចហើយកុងកឺន័រក៏ចេញនៅក្នុងនឹងជាមួយគ្នាទេឡានជួចេញទេកុងកឺន័រក៏ចេញមកជាមួយគ្នាវាទួលឲ្យផ្ទះឡើងខាប់ដូចពេលយើងអុំទូកចឹងមើលទៅមនុស្សដើរកំសាន្តមើលទៅវាច្រើនអញ្ចឹងខ្ញុំចាប់ដើមដោះស្រាយខ្ញុំដោះស្រាយពេលនៅក្នុងផ្សារដែលខ្ញុំធ្វើបានជោគជ័យមុនដំបូងអាជីវករស្មានថាខ្ញុំនឹងទៅវាយប្របែកឆ្នាំងបាយគាត់យើងអត់ទេខ្ញុំជូនតំណែងរួចអស់ហើយអាតយ៉ាងអីស្អីទាំងអស់លក់ដូរនៅលើអញ្ចើមខ្នល់ហ្នឹងពួកគាត់ជួនកាលគាត់ជួលផ្ទះគាត់ជួលតូបអាខាងក្រោយនេះគាត់អត់ដាក់លក់ដូរទេគាត់លៀនគាត់តយ៉ាបមកលៀន 3-4 ម៉ែត្រអញ្ចឹងយើងបញ្យល់ប្រាប់គាត់ថាណាដីមីងដីអ៊ំដីបងនៅខាងក្រោយនេះទេអញ្ចឹងបើសិនជាអ៊ំទាំងអស់គ្នាប្រមូលគ្នារួចអានឹងចូលមកកុំរួចតែឯងអាខាងនេះវាអត់ត្រូវមួយយើងទេអញ្ចឹងត្រូវរួចទាំងអស់គ្នាអញ្ចឹងពេលដែលយើងចាប់ផ្ដើមធ្វើបញ្យល់មួយគាត់ទៅធ្វើឲ្យទាំងអស់ទៅគាត់ចូលរួមចូលទៅខាងក្នុងសុំពេលល្ងាចលក់ចោះតែលក់ឲ្យកុំឲ្យហ៊ានលើខ្នល់ត្រឹមអញ្ចឹងបានតែពេលព្រឹករហូតដល់ម៉ោង 1 ម៉ោង 2ហ្នឹងទុកឲ្យផ្លូវឲ្យអញ្ចឹងគេដើរអញ្ចឹងគាត់យល់គាត់ស្ដាប់គ្នាបានឥឡូវអញ្ជើញទៅមើលនៅព្រៃទាចាក់ជ្រូកខ្ញុំចាប់ផ្ដើមកាត់ផ្លាកគេថាកាលណាកាត់ផ្លាកស្ដាប់ធ្នាប់នេះមុនដំបូងយើងត្រូវគិតថាតើវាប៉ះស្អីខ្លះទី1ខ្ញុំគិតថាខ្ញុំត្រូវលើកតម្កៃអក្សរជាតិខ្ញុំដាច់ខាតខ្ញុំត្រូវយកបេះដូងមួយទាំងអស់គ្នាថាយើងទាំងអស់គ្នាត្រូវលើកតម្កៃអក្សរជាតិយើងឲ្យគេយល់ថាយើងស្រឡាញ់អក្សរជាតិយើងខ្ញុំអត់ចេះចិនមែនអីចេះអីមែនខ្ញុំរហូតអ្នកបកឲ្យខ្ញុំឲ្យគេទៅដើរប្រាប់យកលិខិតអញ្ជើញយកទៅប្រាប់ថាយើងជាខ្មែរយើងស្រឡាញ់ជាតិយើងគេចាស់គេថាម៉េចអក្សរសាស្ត្ររលត់ជាតិរលាយអញ្ចឹងដើម្បីពង្រឹងអក្សរវប្បធម៌យើងឲ្យកាន់តែកើនឲ្យតឹងទៅទាំងអស់ហ្នឹងយើងត្រូវទាំងអស់គ្នារួមគ្នាមិនមែនរួមតែប៉ាងលីដាម្នាក់2នាក់ហ្នឹងទៅរួចទេអត់រួចទេត្រូវទៀមទានៃការចូលរួមពីថ្នាក់ដឹកនាំទៀមទានៃប្រជាពលរដ្ឋឲ្យលោកយល់ដឹងទាំងអស់គ្នាហើយពិសេសគឺសម័យខ្លួនបរទេសឲ្យពេលដែលយើងកាត់ទៅឲ្យវាដឹងថាអូខ្មែរយើងគេលើកតម្កើងអក្សរជាតិហើយអញ្ចឹងអក្សរជាតិយើងត្រូវធំជាងអក្សរបរទេសឮតែលូស្អុយនេះគ្មានពីណាមួយចង់មកទេគ្មានពីណាមួយសិក្សាមកចង់មកទេឮតែលូឮទៅបលាយខ្ញុំជិះទូកខ្ញុំជំនះនៃភាពស្អុយខ្ញុំប្រឆាំងដាច់ខាតជាមួយសម្រាមខ្ញុំប្រឆាំងដាច់ខាតជាមួយលូស្អុយនេះខ្ញុំប្រឆាំងស្អីទាំងអស់អំពើអាក្រក់ហ្នឹងដើម្បីអីដើម្បីឲ្យបានស្អាតអាផ្លាស្ទិកនេះអាផ្លាស្ទិកផ្លាអីដែលខ្ញុំមើលសួរពីខ្ញុំឆែកមើលនៅក្នុងខាងក្រសួងបរិស្ថាននេះមិនមែនតិចឆ្នាំទេ4-5 ឆ្នាំ10ឆ្នាំនឹងអាលាយទេមិនងាយទេអាហ្នឹងព្រោះអាហ្នឹងបង្កទាំងម៉េចពេលអាទឹកហ្នឹងវាហូរទៅអាជាតិផ្លាស្ទិកហ្នឹងវាធ្លាក់ចូលទៅក្នុងដីឬក៏ប៉ើងចូលដល់ទន្លេវាមិនស៊ីអស់ហ្នឹងអារបស់អស់ហ្នឹងទឹកអស់ហ្នឹងរួចបើអស់ហ្នឹងទៅយើងហូបអាត្រីហ្នឹងវាបង្កើតមហារីកទាំងអស់គ្នាអាហ្នឹងទី1ទី2អាហ្នឹងប៉ះពាល់អាផ្លូវដង្ហើមនេះឃើញខ្មែរយើងឥឡូវទៅសម្រាប់ពេញពេទ្យគ្រប់ទាំងអស់ដោយសារសម្រាប់មើលតិចទៅយើងមើលងាយយើងហៅថាមិនមែនមើលងាយគេហៅមើលស្រាលខ្មែរហៅពាក្យថាមើលស្រាលអត់មើលអាជុំវិញផ្ទះយើងស្អីសម្បូរទៅដោយមេរោគអាមូសខ្លាក៏នៅនឹងអាមូសស្អីក៏នៅនឹងតកូវប៉ាត់ណាប៉ាត់អីអញ្ចឹងមានអីមានទៅពេទ្យមិនអស់លុយហើយអានតិចហ្នឹងយើងប្រមូលគ្នាអត់ទេហើយអាសម្រាប់ហ្នឹងកាន់តែច្រើនងាយស្រួលរឿងកាត់ឆេះទៀតហើយអាដីនេះអាដីខ្យល់ប៉ាំងឈុលហើយខ្ញុំសុំប៉ុណ្្នឹងសិនណាបងអរគុណច្រើន